នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថាលោកនិងប្រធានាធិបតីអាមេរិកលោក Donald Trump យល់ស្របថាកិច្ចព្រមព្រៀងចុងក្រោយណាមួយជាមួយអ៊ីរ៉ង់ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយទីក្រុងតេហេរ៉ង់លោក Netanyahu និយាយថានេះនឹងតម្រូវឲ្យរុះរើរោងចក្រចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់និងដកសម្ភារៈនុយក្លេអ៊ែរចម្រាញ់ចេញពីទឹកដីរបស់ខ្លួនលោក Netanyahu និយាយថាលោក Trump បានបញ្ជាក់ជាថ្មីអំពីសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនពីការគំរាមកំហែងនៅគ្រប់វិស័យរួមទាំងនៅលីបង់ផងដែរពេលវេលាកំពុងរំកិលសម្រាប់អ៊ីរ៉ង់ការព្រមានដ៏ខ្លាំងក្លារបស់លោក Trump បន្ទាប់ពីការចរចាជាមួយលោក Netanyahu និងលោក Xi Jinping បានបង្កើនការភ័យខ្លាចអំពីការកើនឡើងថ្មីនៅមជ្ឈិមបូព៌ាជាមួយនឹងច្រកសមុទ្រ Hormuz ផ្លូវប្រេងប្រទេសចិននិងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឥឡូវនេះត្រូវបានចងភ្ជាប់គ្នាភាពតានតឹងសកលកំពុងចូលទៅក្នុងទឹកដីដ៏គ្រោះថ្នាក់អតីតប្រធានក្រុមប្រឹក្សាសន្តិសុខផ្ទៃក្នុងរបស់អ៊ីស្រាអែលលោកស្រី Giora Ellen បានអះអាងថាអ៊ីរ៉ង់ស្ថិតក្នុងជំហរដ៏ជោគជ័យជាយុទ្ធសាស្ត្រនៅក្នុងជម្លោះថ្មីនេះហើយសហរដ្ឋអាមេរិកឥឡូវនេះកំពុងប្រឈមមុខនឹងវិបត្តិយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12លោកបាននិយាយថាអ៊ីរ៉ង់បានឈ្នះសង្គ្រាមយោងតាមលោកជ័យជំនះនេះប្រហែលជាមិនមែនជាជ័យជំនះដ៏ធំសម្បើមនោះទេប៉ុន្តែវាច្បាស់ណាស់ហើយមិនអាចបដិសេធបានទេលោកជឿជាក់ថាពេញមួយចំនួនអ៊ីរ៉ង់បានរក្សាជំហររបស់ខ្លួនយ៉ាងរឹងមាំនិងទទួលបានជោគជ័យក្នុងការបង្ហាញសមត្ថភាពយោធានិងការទូតចែករំលែកមិត្តរបស់អ្នកនៅក្នុងមតិយោបល់ការបដិសេធរូបថតនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់ AI សម្រាប់តែគោលបំណងអប់រំនិងការកម្សាន្តប៉ុណ្ណោះអ៊ីរ៉ង់និយាយថាយោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ើបការរបស់អ៊ីស្រាអែល Orbiter មួយគ្រឿងនៅលើខេត្ត Hormozgan ភាគខាងត្បូងអ៊ីរ៉ង់ដែលបន្ថែមចំណុចក្តៅមួយទៀតទៅលើភាពតានតឹងក្នុងតំបន់យោងតាមប្រភពយោធាអ៊ីរ៉ង់យន្តហោះគ្មានមនុស្សបើកនេះត្រូវបានគេចោទប្រកាន់ថាកំពុងធ្វើប្រតិបត្តិការឃ្លាំមើលនិងចារកម្មមុនពេលប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់និងបំផ្លាញវារបាយការណ៍និយាយថាអង្គភាពកងទ័ពជើងទឹកអ៊ីរ៉ង់ក្រោយមកបានជួយក្នុងការស្វែងរកបំណែកយន្តហោះប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលបានរាយការណ៍អំពីការអះអាងរបស់អ៊ីរ៉ង់ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការរបស់អ៊ីស្រាអែលនៅឡើយទេប្រសិនបើត្រូវបានបញ្ជាក់ឧបត្តិហេតុនេះនឹងសម្គាល់ការប្រឈមមុខដាក់គ្នាតាមអាកាសដោយផ្ទាល់មួយផ្សេងទៀតនៅក្នុងបរិយាកាសតំបន់ដែលមានភាពតានតឹងរួចទៅហើយព័ត៌មានថ្មីអគ្គមេបញ្ជាការអ៊ិចលោក Ahmed Vahedi បាននិយាយថា Dumerin នៃ Khorramshahr គឺថាការពឹងផ្អែកលើកម្លាំងផ្ទៃក្នុងនិងការទប់ស្កាត់យ៉ាងសកម្មរបស់អ៊ីរ៉ង់បានបង្ខំឲ្យសត្រូវរបស់ខ្លួនកញ្ញាឡើងវិញនៅយុទ្ធសាស្ត្ររបស់ពួកគេលោក Vahedi បានអះអាងថាការរីកចម្រើនរបស់អ៊ីរ៉ង់ក្នុងសមត្ថភាពនុយក្លេអ៊ែរមីស៊ីលការពារនិងវាយលុកបានពង្រឹងជំហររបស់ប្រទេសប្រឆាំងនឹងការគំរាមកំហែងពីបរទេសលោកក៏បាននិយាយផងដែរថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃការត្រៀមខ្លួនវានៅទូទាំងប្រតិបត្តិការមីស៊ីលអាកាសកងទ័ពជើងទឹកដីគោកអវកាសនិងអ៊ីនធឺណិតដោយព្រមានថាការឈ្លានពានឡើងវិញណាមួយនឹងប្រឈមមុខនឹងការឆ្លើយតបដ៏បំផ្លិចបំផ្លាញនិងអាក្រក់យីលោក Vahedi បានពិពណ៌នាអំពីចំនួនថ្មីនេះថាជាទស្សនគ្រាមចម្រុះហើយបានសរសើរអ៊ឺជីសកងកម្លាំងប្រដាប់អាវុធនិងការគាំទ្រពីសាធារណជនចំពោះអ្វីដែលលោកហៅថាការបរាជ័យនៃគោលបំណងរបស់ស្ត្រូវចង់តាមដានព័ត៌មានថ្មីៗបន្តទៀតសូមបងប្អូនជួយចុច Like Share និងចុច Subscribe ម្នាក់មួយផងសូមអរគុណ